ចប់ហើយនេះមេឃភ្លៀងកាត់ព្រឹកមកបងប្អូនហើយព្រឹកចឹងផងភ្លៀងទៀតតិចបដាហើយសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយខានជួបខ្ញុំរៀងយូរដែរបងប្អូនដោយសារតែរវល់ធ្វើការអត់មានពេលផុសទេបងប្អូន3 4ថ្ងៃបានមានវីដេអូផុសមួយអញ្ចឹងទៅកុំឲ្យបងប្អូនស្ងាត់កុំឲ្យបងប្អូនអត់ស្រុកហើយចឹងហើយកុំឲ្យបងប្អូនភ្លេចមុខខ្ញុំហើយឥឡូវហ្នឹងគឺកំពុងថាមកទៀតដែរបងប្អូនហើយនឹងគឺមិនមែនមកអង្គុយលេងទេគឺមកអង្គុយថតវីដេអូតែមកនឹងហើយឥឡូវហ្នឹងគឺនេះគេកំពុងតែឡើងបាញ់កាវជំរាបទឹកនៅតាមជាងហើយដោយសារតែជាងហ្នឹងគឺវាជ្រាបទឹកអញ្ចឹងយើងធ្វើផ្លូវក្រោមដីធម្មតាមកវាមានទឹកជ្រាបទឹកអីចឹងហើយខ្ញុំនៅចាំម៉ាស៊ីនខួងពេលដែលម៉ាស៊ីនខួងគេខ្លែលោតទឹកវាអត់ដំណើរការឬក៏ទឹកនឹងអត់ចេញតាមជាយោអីគេស្រែកហើយយើងទៅយើងរត់ទៅអញ្ចឹងហើយមិញខ្ញុំបានខួងជើងក្រោមហើយបងប្អូនទាំងអស់គ្នាឥឡូវនេះគឺគេចាប់ផ្ដើមខួងផ្ទៃខាងលើពេលដែលខួងផ្ទៃខាងលើអញ្ចឹងទៅយើងរៀងតនេដែរតែពេលតនេអញ្ចឹងយើងមិនធ្វើអីមិនមកថតវីដេអូអីលុយសតបាត់ហើយតែដែរគឺម៉ោងប្រហែលជាម៉ោង11កន្លះជិត12បងប្អូនហើយបន្ទាប់ពីរៀបចំចាំគេខួងហើយអញ្ចឹងទៅបានយើងរៀបចំដាក់ដែកដាក់អីហើយដាក់បន្ទាប់ពីដាក់ដែកហើយបាញ់ស៊ីម៉ង់បាញ់អីម្សាទៀតហើយបានយើងឡើងមកហូបបាយអញ្ចឹងណាហើយមានពេលខ្លះទៅក៏បានបាយម៉ោង2:10អញ្ចឹងទៅ2:10យប់ហើយមិន2:10ថ្ងៃទេកុំយល់ច្រឡំអីសោះហើយទៅយើងធ្វើការវេនជប់ចឹងហើយនៅកន្លែងកាត់ឋានវិញខ្ញុំគឺបាយអត់សូវទៀងទេមានពេលខ្លះក៏ពេលខ្លះទៅរៀងអត់សូវមានការងារធ្វើអញ្ចឹងទៅក៏បានបាយរៀងលឿនអញ្ចឹងណាហើយបើសិនជារៀងការងារបញ្ញាប់ការងារស្ទះអីវិញម៉ោង1ម៉ោង2ហ្នឹងបងប្អូនហើយម៉ោង1ម៉ោង2ទៀតភ្លឺបងប្អូនហូបចូលអត់គឺសួរអារម្មណ៍បងប្អូនឥឡូវតោះកុំឲ្យបងប្អូនខាតពេលវេលាយូរទៅមើលសកម្មភាពគេបាញ់កាវការពារជំរាបទឹកពេលដែលយើងនៅខាងក្រោមហ្នឹងមានទឹកមានអីជ្រាបអញ្ចឹងមេក៏បានប្រើឲ្យបាញ់ជំរាបទឹកការពារកុំឲ្យមានទឹកហូរកាត់តាមជញ្ជាំងនៃផ្ទៃរថភ្លើងក្រោមដីអីចឹងណាឥឡូវហ្នឹងពីរអ្នកហ្នឹងគេកំពុងតែបាញ់កាវហើយខ្ញុំពីរអ្នកទៀតកំពុងតែរៀបចំបដាដូចជាដែកដូចជាស៊ីម៉ង់អីហ្នឹងឯងនៅក្នុងវីដេអូហ្នឹងផងដែរគឺជាស្រ័យមែនតើបងប្អូនដោយសារតែខ្ញុំនិយាយទៅដូចងល់ដោយសារតែខ្ញុំផ្ដាសាយរៀងយូរបងប្អូនហើយខ្ញុំតែផ្ដាសាយធំម្ដងរយៈពេលចូលមួយខែឬមួយខែវិទួចឯនោះមិនជាហើយមួយថ្ងៃមុនគឺបានទៅពេទ្យដែរប៉ុន្តែទៅពេទ្យលេបថ្នាំហើយក៏អត់ជាទៀតតែនិយាយទៅគឺសំថ្នាំផងទិញថ្នាំតាមប៉ាមស៊ីគេយកមកលេបផងគឺឥឡូវគឺអត់ទាន់ជាទេហើយអត់ដែរហ៊ានហូបទឹកតិចទេហូបតែទឹកក្តៅហើយងុយតែទឹកក្តៅហើយនៅតែអត់ជាទៀតអូយនិយាយទៅគឺសុខភាពគឺពិបាកមែនទែនទៅពេលដែលឈឺម្ដងហើយនេះគឺប្អូនប្រុសរបស់ខ្ញុំឥឡូវគឺបានរៀងងុយដេកហើយពេលអញ្ចឹងគឺចាំហើយដេកតែម៉ោងហើយបន្តមកទៀតនេះបងប្អូនយើងដល់ម៉ោងចេញពេលព្រឹកហើយម៉ោងហ្នឹងគឺថ្ងៃអាទិត្យបងប្អូនតែពេលថ្ងៃអាទិត្យហ្នឹងទៅយើងធ្វើហើយការងារទៅមេក៏ឲ្យចេញម៉ោង4អីចឹងទៅម៉ោង4តិចតួចម៉ោង 7:05 អីចឹងណាបងប្អូនហើយថ្ងៃអាទិត្យហ្នឹងផងដែរគឺភ្លៀងដល់កបងប្អូនហើយពេលភ្លៀងទៀតអាពេលព្រឹកដែលយើងជិះកង់បោតិចលើភ្លើមត្រូវជាមួយនឹងខ្ញុំផ្ដាសាយនឹងអត់តន់ជាទៀតកនកត្មងហ្នឹងឥឡូវហ្នឹងដឹងមិនមកទេពេលផ្ដាសាយវាអត់ជីសោះឥឡូវនេះគឺនេះសកម្មភាពពេលព្រឹកប្រលឹមពេលដែលយើងចេញទៅធ្វើការថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យហើយវីដេអូមួយហ្នឹងក៏មានតែប៉ុណ្្នឹងឯងអរគុណបងប្អូនជម្រាបលាចាំជួបគ្នានៅវីដេអូក្រោយបាយបាយ